ចេះបងពាក់ព័ន្ធជាមួយនឹងការសែនផ្ទះបងប្អូនអរគ្នាប្រហែលជាបានឃើញហើយពីព្រោះតែមានបងប្អូនជាច្រើនដែលគាត់បានធ្វើការសែនផ្ទះហើយក៏ហើយគាត់ចេះតែមានអារម្មណ៍ថាល្អគាត់អត់សូវមានសម្ពាធក៏ដូចជាផ្លូវចិត្តគាត់ល្អឬក៏គាត់រកស៊ីវិញបានអានឹងជាចំណុចរបស់បងប្អូនអរគ្នាអញ្ចឹងតែសម្រាប់ខ្ញុំអានេះខ្ញុំចង់និយាយទៅពីខ្ញុំទេសម្រាប់ខ្ញុំសាកធ្វើតាមបងប្អូនខ្ញុំពីតោកខ្ញុំសាកដំបូងខ្ញុំសែននៅផ្ទះក្រៅផងមកទៅខ្ញុំសែននៅវិញប៉ុន្តែក្នុងករណីខ្ញុំសែនទៅខ្ញុំមានអារម្មណ៍ថាវាបានផលពិតមែនប៉ុន្តែបាត់ស្របពេលដែលបានផលហ្នឹងបងប្អូនទាំងគ្នាគឺខ្ញុំយកសពឃើញតែអរូបខ្ញុំយកសពឃើញតែគេដេញធ្វើបាបល្ងិតសូនឆឹងរហូតដល់តែខ្ញុំឈប់សែនខ្ញុំមានអារម្មណ៍ខ្ញុំមានអារម្មណ៍ខ្ញុំមានពិបាកក្នុងការគេងគេតាំងពីខ្ញុំសែនគឺខ្ញុំគេងយកសពតែអគ្រូអីចឹងចេះដល់ពេលហើយខ្ញុំក៏ផ្អាកសែនអញ្ចឹងណាខ្ញុំជប់សែនដោយសារតែខ្ញុំចង់ដឹងថាមកពីខ្ញុំសែនក៏មកពីខ្លួនខ្ញុំដែលខ្ញុំគិតច្រើនមុនពេលគេយកសពអីប្រេងមកដាក់អីចឹងទៅតែប៉ុន្តែពេលដែលខ្ញុំជប់សែនគឺវាមានពីផ្សេងទៀតគឺវាគឺមានខ្ញុំនិយាយអញ្ចឹងទីមកនេះខ្ញុំចង់ប្រាប់បងប្អូនខ្ញុំមិនដឹងថាបងប្អូននេះជឿទៅរឿងអបិយជំនឿអត់ទេតែសម្រាប់ខ្ញុំជឿខ្លះអត់ខ្លះតែអត់ប្រមាណទេរស់រៀងខ្លួនខ្ញុំចង់និយាយចឹងប៉ុន្តែក្នុងករណីនេះពេលដែលខ្ញុំជប់សែនហើយពេលដែលខ្ញុំសែនគឺខ្ញុំដឹងច្បាស់ខ្ញុំយល់ខ្លួនឯងហ្មងពេលដែលខ្ញុំសែនគឺខ្ញុំដូចបើកទ្វារឲ្យអមនុស្សតែគាត់អាណាថានៅក្នុងតំបន់ដែលយើងរស់នៅនោះគឺចូលមកក្នុងផ្ទះរបស់យើងមកជឿខ្ញុំនិយាយអត់ខ្ញុំនិយាយមកហើយដែលខ្ញុំដឹងថាខ្ញុំជឿតែសារតែមកយ៉ាងដែលខ្ញុំជប់ផ្សាយនេះគឺផ្ទះនេះគឺមានរឿងជាច្រើននៅទីស្មុកសាជាហើយគឺដោះអីអត់ចេញមកធ្លាប់តែដោះគឺដោះអីចេញដែររហូតដល់អ៊ីចុងភៅខ្ញុំហ្នឹងឯងនៅទីនោះអ៊ីចុងភៅខ្ញុំថ្ងៃហ្នឹងគឺគាត់យកសពថាខ្ញុំហ្នឹងអឺធ្វើពិធីសូត្រមន្តលោកពីរអង្គប៉ុន្តែដាច់ភ្លើងមិនដាច់ភ្លើងគឺផ្ទះខ្ញុំគឺល្ងិតឆឹងហ្មងហើយញាតខ្ញុំមកគាត់ក្នុងយុស័កនោះគឺគាត់ជួយសពញាតខ្ញុំញាតខ្ញុំនោះគឺមានសិទ្ធិតែប្រុសហើយគ្មានក្មេងចាស់ទូលអត់កូនងាកូនអីប្រុសសុទ្ធហ្មងគឺមកហើយផ្ទះខ្ញុំគឺល្ងិតឆោហើយគ្រប់ពេលដែលគាត់ដើរចូលផ្ទះខ្ញុំនោះគឺគាត់សម្ដៅទៅចក្រានបានហើយគាត់ទៅប្រាប់អីចុះគាត់ថាអូឃ្លានអីមានម្ហូបមានអីអត់ជួយខ្ញុំញ៉ាំទៅខ្ញុំឃ្លានខាងហើយអីក៏គាត់អត់បាននិយាយចឹងហើយដូចវិញមកភ្លើងដូចណាចឹងឌូមកាប់ទៅគ្រឿងកាប់ទៅម្ហូបហ្នឹងហ៎អញ្ចឹងសរុបមកវិញខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថាអ្វីខ្ញុំគិតខ្លួនឯងណាគឺពេលដែលខ្ញុំសែនពេលនោះខ្ញុំសែនខ្ញុំអ្នកសែនប្តីខ្ញុំអត់បានសែនទេហ្នឹងហើយខ្ញុំជាអ្នកបោះបោសែនហ្មងតបមកគឺខ្ញុំគិតថាមកពីខ្លួនខ្ញុំគឺខ្ញុំដុតធូបពេលដែលយើងដុតធូបធម្មតាគឺដូចយើងបានគ្នាទេហើយគេចូលយើងចឹងហើយអានេះសម្រាប់ខ្ញុំអធិស្ឋានទៅបងប្អូនទាំងនេះគាត់ធ្វើទៅបានផលឬក៏គាត់អត់មានជួបប្រទេសដូចខ្ញុំអីចឹងណានឹងហើយខ្ញុំអធិស្ឋានណាកុំបង្កើតកាន់តែនេះជឿផុតរបស់ខ្ញុំទៅតាមដងចឹងបងប្អូនទាំងសែនអីបងប្អូនគួរតែគិតឡើងទៅខ្ញុំចង់មកខ្ញុំមកច្រើនខ្លាំងណាស់មានគ្រប់សកម្មតែប្រុសសុទ្ធតែហើយបើឆ្លងនេះទៀតចង់នៅអីទៀតអាចសួរខកបាន